បាទសូមជម្រាបសួរពុកម៉ែមីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមបង្ហាញវីដេអូមួយពាក់ព័ន្ធទៅនឹងចក្រានគាសតូចបាទចក្រានគាសតូចហ្នឹងបញ្ហារបស់វាគឺវាមានការចេញភ្លើងខ្សោយបាទចេញភ្លើងខ្សោយហើយពេលដែលយើងបើកវាអាលុតអូតូអញ្ចឹងបាទមិនដឹងថាមូលហេតុអីបាទចាំមើលយើងធ្វើការតេស្តសាកឲ្យបងប្អូនទាំងអស់គ្នាបានមើលបាទបាទពេលវាចេញខ្សោយហើយវាអាលុតអូតូអញ្ចឹងបាទអញ្ចឹងបាទអញ្ចឹងពាក់ព័ន្ធនឹងបញ្ហានឹងដែរដើម្បីឲ្យដឹងថាវាមានបញ្ហាអីតោះបងប្អូនតាមដានទស្សនាទាំងអស់គ្នាបាទសួស្តីបងប្អូនឥឡូវខ្ញុំដោះអស់ហើយបាទដោះអស់ហើយបាទនេះយើងបានឆែកមើលបេនចក្រានគាសឆែកមើលកំប៉ុងគ្រីឡូកំប៉ុងវាមានការខ្លីជ្រុលឬក៏វែងជ្រុលបាទហើយពាក់ព័ន្ធនឹងកម្រិតផ្សេងគឺយើងបានឆែករួចអស់ហើយឃើញថាចក្រានគាសហ្នឹងកលឹះក៏អត់ខូចដែរពាក់ព័ន្ធនឹងបេនពាក់ព័ន្ធទៅនឹងកន្លែងកក្បាលភ្ជាប់ជាមួយនឹងកំប៉ុងគាសហ្នឹងក៏មិនមានការសឹករិចរិលឬក៏លក្ខណៈថារលុងអីដែរបាទមានន័យថាវានៅស្អាតធម្មតាទេពាក់ព័ន្ធនឹងបេនបាទដោយសារវាខ្សោយភ្លើងដោយសារវាខ្សោយភ្លើងយើងបានសេរីវាបាទយើងបានសេរីតនិចវាឲ្យខ្លាំងអស់ហើយប៉ុន្តែនៅតែចេញតិចអញ្ចឹងមានន័យថាបេនក៏មិនមានបញ្ហាអីការដែលយើងសេរីឲ្យខ្លាំងក៏អត់មានបញ្ហាអីដែរកលឹះកាច់ជាមួយនឹងកំប៉ុងក៏មានបញ្ហាដែរអញ្ចឹងយើងសួរថាតើវាមកពីមូលហេតុអីបានវានៅតែចេញខ្សោយទៀតបាទវាមកពីមូលហេតុអីពាក់ព័ន្ធនឹងដុំហ្នឹងក៏យើងមើលអស់ហើយបាទមានន័យថាវាមិនមានកតិចកទីអីញុករួនអីទេអញ្ចឹងវិធីមានតែមួយបាទបងប្អូនចង់ដឹងទេបងប្អូនបាទវិធីមានតែមួយទេប្រហែលអាចដោយសារបញ្ហាអីបាទគឺបញ្ហាគឺដោយសារតយោនេះបាទនេះបងប្អូនបាទព្រោះដោយសារយើងមើលអស់ហើយបាទយើងមើលអស់ហើយគ្រប់ទាំងបេនទាំងប្រព័ន្ធប្រចាំគាសបាទពីកំប៉ុងចូលមកបេនចាញ់ពីបេនមកហើយគឺនៅតែខ្សែតយោនេះទេជាចំណុចដែលយើងត្រូវសង្ស័យបាទអញ្ចឹងខ្ញុំបានធ្វើការកាត់បាទនេះបងប្អូនបាទខ្ញុំបានធ្វើការកាត់ខ្សែបាទធ្វើការកាត់ខ្សែចេញដោយសារវាមានស្ទះនេះបាទស្ទះរុននេះណាបាទអញ្ចឹងវាស្ទះរុននេះហើយដោយសារខ្ញុំវាស្ទះញាប់ខ្លាំងបាទយើងធ្វើយ៉ាងម៉េចអត់ចេញមានយើងកាត់ចេញបាទនេះឥឡូវយើងកាត់ចេញបាទអញ្ចឹងបន្ទាប់ពីយើងកាត់ចេញហើយយើងដាក់ទៅវិញបាទអញ្ចឹងឥឡូវយើងដាក់ទៅវិញរួចហើយបាទដោយសារខ្ញុំអត់បានថតសកម្មភាពពេញទេបាទយើងកាត់អញ្ចឹងយើងបានដាក់ចូលទៅវិញហើយអញ្ចឹងបន្ទាប់ពីយើងកាត់ទៅយូរនេះក្បាលនេះចេញហើយយើងដាក់ទៅវិញបាទបន្ទាប់មកជាមួយយើងសាកល្បងធ្វើតេស្តសាកថ្មីបាទសួស្តីបងប្អូនបាទតោះយើងធ្វើការតេស្តសាកល្បងម្ដងទៀតបន្ទាប់ពីយើងជួសជុលហើយបាទតោះយើងតាមដានដល់គ្នាបាទបងប្អូនឃើញថាភ្លើងបន្ទាប់ពីយើងធ្វើការជួសជុលវាហើយគឺឃើញថាភ្លើងវាមានការឆេះខ្លាំងបាទឆេះខ្លាំងបានល្អបាទកម្លាំងខ្លាំងជាងមុនឆ្ងាយបាទអញ្ចឹងខ្ញុំគិតថាចក្រានប៉ុណ្ណឹងគឺអាចទទួលយកបានហើយបាទអញ្ចឹងខ្ញុំអត់បានមើលអីថែមទៀតទេបាទដោយសារឃើញថាវាចេះស្អាតហើយបាទអញ្ចឹងអរគុណបងប្អូនពុកម៉ែមីមីបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទអរគុណច្រើនបាទ